បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំមានអីប្លែកគឺខ្ញុំចង់បង្ហាញអំពីការដាំដុះដំណាំចម្រុះនៅក្នុងទីនេះគឺឃើញកសិកររបស់យើងគឺគាត់ដាំដំណាំច្រើនមែនទែនមានដំណាំច្រើនមុខនៅក្នុងបរិវេណនេះហើយតិចទៀតខ្ញុំនឹងឲ្យពុកម៉ែបងប្អូនមើលប៉ុន្តែបញ្ហាដូចជាសត្វល្អិតតែងតែបានលើដំណាំរបស់យើងមួយទៀតគឺខ្ញុំលើកលើដំណាំអានោងគឺតែងតែមានដូចជារុយចោះផ្លែមានតកូវផងដែរបាទពុកម៉ែបងប្អូនហើយហេតុអីបានវាតែងតែចូលបំផ្លាញនៅលើដំណាំរបស់យើងយើងដឹងហើយថាសត្វល្អិតគឺយើងមិនអាចគ្រប់គ្រងបាន100%គឺយើងដាំអីគឺវាតែងតែជួបអឺបញ្ហានឹងមែនតើទាំងជំងឺហើយនិងសត្វល្អិតប៉ុន្តែកសិកររបស់យើងគឺគាត់ប្រហែសក្នុងការតាមដានបន្តិចពេលខ្លះគាត់អូខេគាត់ដាំបានលូតលាស់ហើយបានទិន្នផលមែនតើប៉ុន្តែគាត់ខ្វះមួយចំណុចគឺការតាមដានទៅលើសត្វល្អិតទីនេះហើយខ្ញុំនឹងចង់បង្ហាញថាអូមានសត្វអីគេខ្លះហើយយើងកម្ចាត់ដោយវិធីណាបាទពុកម៉ែបងប្អូនវិធីកម្ចាត់គឺមានច្រើនវិធីហើយនិងច្រើនបែបប៉ុន្តែខ្ញុំលើកមកពីទីមួយយើងអាចធ្វើការកម្ចាត់ដោយប្រើតាមបែបធម្មជាតិហើយមួយទៀតយើងប្រើដោយកម្ចាត់ដោយថ្នាំគីមីប៉ុន្តែថ្នាំគីមីគឺយើងដឹងហើយថាវាល្អវាមានប្រសិទ្ធភាពប៉ុន្តែវាតម្លៃលើទីផ្សារគឺខ្ពស់អញ្ចឹងខ្ញុំចង់ឲ្យពុកម៉ែបងប្អូនងាកមកប្រើប្រាស់ផលិតផលធម្មជាតិពេញលើថ្នាំធម្មជាតិដែលយើងទៅចាប់ទីមួយគឺយើងអាចប្រើប្រាស់ថ្នាំពីដីកាបាញ់ទៅលើដំណាំរបស់យើងមិនថាដំណាំអីទេបាទពុកម៉ែបងប្អូនមិនថាដំណាំចង្ការឬក៏ដំណាំបន្លែទេគឺយើងបាញ់បានគ្រប់ដំណាំទាំងអស់ហើយចំពោះការបាញ់នេះដែរគឺយើងធ្វើការបាញ់នៅពេលល្ងាចបើសិនជាពុកម៉ែបងប្អូនយើងដឹងហើយថាសត្វល្អិតឬក៏អីគឺវាតែងតែស៊ីនៅពេលល្ងាចមិនថាសត្វល្អិតនឹងមានដូចជាតកូវដូចជាមានរុយសពពួកទ្រីបវាតែងតែចូលបំផ្លាញហើយអញ្ចឹងយើងចាប់ផ្ដើមធ្វើបាញ់នៅពេលល្ងាចដែលមេឃវាចាប់ផ្ដើមសន្ទុំអញ្ចឹងសត្វល្អិតគឺវាចាប់ផ្ដើមចេញមករាតត្បាតហើយមួយទៀតដែលសំខាន់បំផុតគឺខ្ញុំចង់ឲ្យកសិករតាមដានឬក៏សង្កេតទៅលើដំណាំរបស់ពួកគាត់បើសិនជាពួកគាត់អត់តាមដានទេវាធ្វើឲ្យដំណាំរបស់យើងគឺផ្លែអីគឺទទួលបានទិន្នផលទាបមែនទែនអញ្ចឹងឲ្យពុកម៉ែបងប្អូនថាក្រឡេកហើយចំណាយពេលវេលាក្នុងការតាមដានទៅលើដំណាំដាំដុះរបស់ពួកគាត់បាទហើយ